ការសម្រេចចិត្តនៅថ្នាក់គោលនយោបាយឬក៏យើងនិយាយពីថ្នាក់ជាតិក៏វាជារឿងមួយដ៏សំខាន់ដែរភាគច្រើនអ្នកដែលគេបញ្ជូនមកធ្វើការសម្រេចចិត្តនៅថ្នាក់គោលនយោបាយឬក៏ថ្នាក់ជាតិនោះភាគច្រើនគឺជាបរិបទឱកាសនៃការរៀនសូត្រឱកាសនៃការយល់ដឹងពីបរិបទខាងក្រៅហ្នឹងពីតាំងពីដើមមកបរិបទទៅហើយដែលគាត់មានឱកាសចេញក្រៅសហគមន៍អញ្ចឹងហើយបានជាឱកាសបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ននេះគេនៅតែឲ្យឱកាសទៅបរិបទច្រើនដែលគេគិតថាស្ត្រីហ្នឹងទីមួយក៏អត់ចេះអក្សរទីពីរគេគិតថាស្ត្រីហ្នឹងគាត់អត់សូវចេះនិយាយគេថាគាត់អត់សូវចេះនិយាយទេអញ្ចឹងក៏ប៉ិតគាត់ចេះនិយាយគ្រាន់ថាភាសាវាបាត់តែទៅមួយភាសាបើសិនជាមានអ្នកជួយបកប្រែភាសាគាត់និយាយភាសាដើមរបស់គាត់ទៅហើយមានអ្នកជំនួយឲ្យគាត់នៅក្នុងការបកប្រែភាសាដើមរបស់គាត់មកជាភាសាខ្មែរឬក៏ភាសាអង់គ្លេសឬក៏និយាយតែភាសាតំណែងទូទៅមានអ្នកជួយគាត់ទៅក៏អាចជាឱកាសមួយសម្រាប់ឲ្យគាត់អាចចូលរួមបានដោយងាយស្រួលដែរភាសាពេលបច្ចុប្បន្នវានៅតែបញ្ហាបន្ទុករបស់ស្ត្រីមើលថែទាំកូនហ្នឹងវានៅតែជាបន្ទុក